អបអសាទរចំពោះអ្នកដោះដូរអ្នកទោសប៉ាឡេស្ទីនអ៊ីស្រាអែលហាម៉ាស់បន្ទាប់ពីបទឈប់បាញ់ក្រោមកិច្ចអន្តរាគមន៍របស់លោក Donald Trump នៅអេស៊ីបបន្ទាប់ពីក្រុមហាម៉ាស់និងអ៊ីស្រាអែលបានយល់ព្រមលើបទឈប់បាញ់គ្នាចាប់តាំងពីថ្ងៃទី9 ខែតុលាមកភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Gaza Strip ដែលចូលជាធរមាននៅថ្ងៃទី10 ខែតុលាបន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលអស់រយៈពេលជាង2ឆ្នាំដែលបានបំផ្លិចបំផ្លាញតំបន់ Gaza Strip ស្ទើរតែคล้ายទៅជាផេះទាំងស្រុងទៅហើយថែមទាំងបង្កឲ្យមានគ្រោះទុរភិក្សថែមទៀតពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ត្រូវបានធ្វើឡើងនៅប្រទេសអេស៊ីបកាលពីថ្ងៃច័ន្ទសប្តាហ៍មុនពិធីនេះធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលដែលដឹកនាំដោយលោកប្រធានាធិបតីអេស៊ីប Abdel Fattah al-Sisi និងសមាភិកីអាមេរិកលោក Donald Trump ដែលបានប្រមូលផ្ដុំមេដឹកនាំមកពីជាង20ប្រទេសព្រមទាំងអង្គការក្នុងតំបន់និងអន្តរជាតិដែរនៅទីបំផុតក្រុមអ្នកទោសប៉ាឡេស្ទីននិងអ្នកជាប់ឃុំដែលត្រូវបានដោះលែងហើយពីសំណាក់យោធាអ៊ីស្រាអែលបានមកដល់ដោយសុវត្ថិភាពក្នុងទីក្រុង Ramallah និងទីតាំងផ្សេងៗទៀតហើយនៅ West Bank តាមរយៈរថយន្តក្រុងចាប់ពីថ្ងៃច័ន្ទមកអ្នកទោសទាំងនោះត្រូវបានគេដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោសនិងចំណាត់ខ្មាំងក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ដែលទើបសម្រេចបានរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់កិច្ចព្រមព្រៀងនេះបានកំណត់ការវិលត្រឡប់នៃចំណាត់ខ្មាំង20នាក់ចុងក្រោយដែលនៅរស់រានមានជីវិតពីហ្គាហ្សាទៅអ៊ីស្រាអែលនិងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល 2000 នាក់ផ្សេងទៀតពីពន្ធនាគារនៅអ៊ីស្រាអែលអ្នកទោសដែលត្រូវបានគេដោះលែងបានសម្ដែងក្តីរំភើបចិត្តឥតឧបមាចំពោះសេរីភាពរបស់ពួកគេនិងរំលឹកពីទុក្ខលំបាករបស់ពួកគេក្នុងពន្ធនាគារនៅចំពោះមុខជនរួមជាតិរបស់ពួកគេដែរលោក Zaid al-Jundi ជាអ្នកទោសដែលត្រូវបានគេដោះលែងហើយបាននិយាយថានៅទីបំផុតយើងបានរស់ឡើងវិញហើយយើងបានដើរចេញពីពន្ធនាគារដែលជាភ្នូរសម្រាប់អ្នករស់រានមានជីវិតរួចផុតពីជំរំនៃការឃុំឃាំងយើងអាចជួបជុំជាមួយក្រុមគ្រួសារមិត្តភ័ក្តិនិងកូនៗរបស់យើងបានវិញហើយសូមអរគុណអ្នកទាំងអស់គ្នានៅពេលនេះអ្វីៗគ្រប់យ៉ាងដែលយើងកំពុងជួបប្រទះធ្វើឲ្យយើងបំភ្លេចចោលទាំងស្រុងនៅរាល់ទុក្ខវេទនាដែលស៊ូទ្រាំយ៉ាងលំបាកក្នុងពន្ធនាគារលក្ខខណ្ឌក្នុងពន្ធនាគារគឺធ្ងន់ធ្ងរណាស់ពួកយើងសឹងតែមិនជឿយើងរងទុក្ខដោយការឈឺចាប់ពីមួយថ្ងៃទៅមួយថ្ងៃពិតជាយូរខ្លាំងណាស់យើងរស់នៅដោយភាពភ័យខ្លាចជារៀងរាល់ថ្ងៃវាមិនមែនគ្រាន់តែជាការស្រែកឃ្លានប៉ុណ្ណោះទេប៉ុន្តែជាការភ័យខ្លាចដែលជ្រាបចូលដល់ឆ្អឹងពួកយើងតែម្ដងហើយបាត់ពិសោធន៍ដ៏អាក្រក់នៅក្នុងពន្ធនាគារគឺគ្មានពាក្យអ្វីនឹងថ្លាថ្លែងនោះទេ